ចាប់តាំងពីឆ្នាំ2018 2019រហូតមកទល់សប្តាហ៍ថ្ងៃនេះសភៅដែលខ្ញុំអានអាចចូលចន្លោះពី100ក្បាលជាងទៅដល់200ក្បាលតែអត់អីទេខ្ញុំមកនេះមិនមែនមកប្រាប់ពីសភៅដែលខ្ញុំបានអានទេខ្ញុំមកប្រាប់ពីអត្ថប្រយោជន៍ខ្លះៗដែលទទួលបានពីការអានសភៅដែលខ្ញុំគិតថាមិនសូវមានអ្នកប្រាប់ពីចំណុចនឹងច្រើនប្រហែលទេអញ្ចឹងហើយទៅបើខ្ញុំធ្វើវីដេអូនេះឡើងដើម្បីចែកជូនអ្នកនរគ្នាវាអាចមានចំណុចខ្លះដែលយើងកំពុងតែទទួលបានហើយតែយើងអត់ដឹងថាវាជាអ្វីអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹងចំណុចទី1ទាំងអស់គ្នាអត្ថប្រយោជន៍សម្រាប់ការអានចំណុចទី1គឺវាធ្វើឲ្យយើងនិយាយទៅកាន់សាធារណៈឬមួយក៏អ្វីដែលយើងនិយាយចេញហ្នឹងគឺវាលក្ខណៈច្បាស់វា clear ណាអ្នកនរគ្នាអ្នកគ្នាដែលចាប់អារម្មណ៍ទៅលើអ្នកដែលចូលចិត្តអានសភៅដូចជាបងប៉ូលីរតនៈឬមួយក៏បងលោកគ្រូដែលគាត់និយាយជាសាធារណៈអីចឹងយើងសង្កេតមើលទៅឃើញថាការនិយាយរបស់គាត់គឺច្បាស់ហើយ clear និយាយចេញមកយើងងាយនឹងយល់ហ្មងហើយសម្រាប់ចំណុចទី2គឺវាជួយបំបត្តិ stress ផងដែរអ្នកទាំងអស់គ្នាដឹងទេយើងចំណាយពេលតែប្រហែលជា6នាទីទេយើងអាចកាត់បន្ថយ stress រហូតដល់ 68% 6នាទីនៃការអានអញ្ចឹងហើយគឺវាអត្ថប្រយោជន៍គឺវាមានច្រើនអញ្ចឹងចំណុចទី3គឺជំនួយដល់ការគេងរបស់យើងអ្នកខ្លះគេនិយាយថាសភៅគឺជាថ្នាំងងុយគេងតាមពិតវាអញ្ចឹងមែននៅពេលដែលយើងអានសភៅទៅចិត្តរបស់យើងស្ងប់ហើយអញ្ចឹងវាធ្វើឲ្យយើងងុយគេងអញ្ចឹងទៅហើយនៅពេលដែលយើងគេងយប់ឡើងវាធ្វើឲ្យការគេងរបស់យើងវាល្អប្រសើរឡើងផងដែរចំណែកឯទី4អ្នកនរគ្នាវាជួយដល់ខួរក្បាលអានេះយើងភាគច្រើនយើងដឹងហើយនៅពេលដែលយើងហាត់ប្រាណវាធ្វើឲ្យយើងរាងរបស់យើង fit ឬមួយក៏ស្អាតរាងរបស់យើងល្អហើយប៉ុន្តែបើសិនជាយើងអានសភៅវាធ្វើឲ្យខួរក្បាលរបស់យើងហ្នឹងវាស្រឡះល្អការចងចាំវាអញ្ចឹងឯងទី5ខ្ញុំគិតថាអត់សូវមានអ្នកនិយាយពីវាប្រហែលទេការដែលយើងអានច្រើនគឺវាសម្បូរគំនិតហើយអញ្ចឹងហើយនៅពេលដែលជំនួយដល់ការសរសេររបស់យើងផងដែរនៅពេលដែលយើងសរសេរពីអីមួយយើងអាចបែងចែកដាច់រវាងសំណេរដែលយើងសរសេរទៅវាលក្ខណៈជា professional ហើយនឹងសំណេរដែលយើងសរសេរធម្មតាជាមួយនឹងមនុស្សទូទៅយើងអាចបែងចែកគ្នាដាច់ចំណែកឯចំណុចចុងក្រោយអ្នកនរគ្នាការសង្កេតមើលមនុស្សតកតងទៅនឹងអ្នកដែលអានសភៅច្រើនគឺអាចសង្កេតមើលមនុស្សបានល្អត្រង់នេះខ្ញុំចង់និយាយថានៅពេលដែលយើងអានច្រើនទៅយើងសម្បូរគំនិតមនុស្សម្នាក់បើសិនជាយើងកលែងមើលភ្លាមគ្រាន់តែកាយវិការនៃការនិយាយឬមួយក៏កាយវិការរបស់គេចេញមកយើងអាចសង្កេតបានថាមនុស្សហ្នឹងគឺជាមនុស្សមិនហ្មងជាចុងក្រោយខ្ញុំមាន tip មួយសម្រាប់អ្នកទាំងអស់គ្នាអានេះខ្ញុំប្រើជាចាំបាច់ហ្មងសម្រាប់ខ្លួនខ្ញុំនៅពេលដែលខ្ញុំមានការសម្ភាសឬមួយក៏ការជួបជុំដែលពាក់ព័ន្ធទៅនឹងការនិយាយខ្ញុំតែងតែអានពី10ទៅ15នាទីដើម្បីឲ្យការនិយាយរបស់ខ្ញុំនឹងវា smooth ល្អវាអត់មានការតាក់អីចឹងទៅអញ្ចឹងហើយអ្នកទាំងអស់គ្នាអាច apply បានបើសិនជាមុននឹងទៅសម្ភាសការងារឬមួយក៏ទៅការជួបជុំអីផ្សេងអ្នកទាំងអស់គ្នាអាចអានវា10ទៅ15នាទីអីទៅដើម្បីឲ្យសម្រួលដល់សរសៃនៃការនិយាយរបស់យើងនឹងវាចេញមកច្បាស់ហើយវាអត់ធ្វើឲ្យយើងភ័យផងដែរអរគុណច្រើនអ្នកនរគ្នាវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងវាអាចរៀងខ្លីបន្តិចប៉ុន្តែវាអាចមានចំណុចខ្លឹមនៅក្នុងហ្នឹងអ្នកនរគ្នាអាចពិចារណាហើយសិក្សាពីវាហើយបើសិនជាមានប្រយោជន៍យើងអាច apply ទៅលើខ្លួនឯងទៅហើយកុំភ្លេចមិនថាជាសភៅអីក៏ដោយឲ្យតែយើងកាន់គឺដឹងថាវាផ្ដល់ឲ្យយើងនៅចំណេះដឹងដែលយើងវាផ្ដល់ឲ្យយើងនៅចំណេះដឹងអាហ្នឹងយើងដឹងស្រាប់ហើយនៅពេលដែលយើងកាន់អានសភៅអីក៏ដោយវាធ្វើឲ្យដឹងតែមានប្រយោជន៍ទេមិនដែលអត់ទេ